សូមគោរពនឹងជម្រាបសួរតើលោកអ្នកដឹងទេថាពហុកីឡដ្ឋានជាតិអូឡ িম্প ិកឬក៏យើងហៅចំណាំហៅ Start អូឡ িম্প ិកចាប់ពីពេលដែលកសាងឬក៏សាងសង់រហូតមកដល់ពេលបច្ចុប្បន្នហ្នឹង Start អូឡ িম্প ិកហ្នឹងបានឆ្លងកាត់នៅរឿងរ៉ាវអីខ្លះទាំងរឿងរ៉ាវរីករាយទាំងរឿងរ៉ាវមោទនៈទាំងរឿងរ៉ាវឃោឃៅតទៅនេះខ្ញុំនឹងរៀបរាប់រឿងរ៉ាវដែលពាក់ព័ន្ធជាមួយ Start អូឡ িম্প ិកតាំងពីសម័យកសាងមកនៅក្នុងសម័យសង្គមរាស្ត្រនិយមសម័យសាធារណរដ្ឋខ្មែរសម័យខ្មែរក្រហមសម័យកម្ពុជាជានិតកម្ពុជាសម័យរដ្ឋកម្ពុជាសម័យអ៊ុនតាក់ចូលមកដល់សម័យព្រះរាជាណាចក្រកម្ពុជាទី2រូបភាពនេះខ្ញុំថតនៅខែមិនិនាឆ្នាំ2026នៅពេលល្ងាចយើងដឹងហើយ Start អូឡ িম্প ិកកសាងឡើងនៅក្នុងសម័យសង្គមរាស្ត្រនិយមក្រោមការដឹកនាំរបស់សម្ដេចនរោត្តមសីហនុព្រះបរមរតនកោដ្ឋកសាងឡើងនៅក្នុងឆ្នាំ1962បញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ1964ស្ថាបត្យករគឺលោកតាវ៉ាន់មលីវ៉ាន់រួមទាំងស្ថាបត្យករខ្មែរនិងបរទេសផ្សេងទៀតStart អូឡ িম্প ិកបានប្រឹងប្រែងកសាងរយៈពេល2ឆ្នាំគឺរយៈពេលមួយដែលលឿនណាបើយើងគិតនៅក្នុងសម័យហ្នឹងហើយ Start សំណងធំប៉ុណ្ណឹងហើយប្រើរយៈពេល2ឆ្នាំមូលហេតុគឺដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃកីឡា SEA Games ឆ្នាំ1963ពេលហ្នឹងគួរជំរាបដែរថា Start កាលពីគម្រោងសាងសង់នឹងមានផ្ទៃរហូតដល់52ហិកតាតែមកដល់ពេលបច្ចុប្បន្នយើងនៅសល់ផ្ទៃតួ Start ហ្នឹងប្រហែលជា19ទៅ20ហិកតាផ្នែកផ្សេងទៀតត្រូវបានរដ្ឋាភិបាលលោករៀបចំអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្មដូចយើងបានឃើញសប្តាហ៍ថ្ងៃអញ្ចឹងចំណុចនេះខ្ញុំនឹងលម្អិតនៅពេលក្រោយយើងមកមើលគោលបំណងនៃការសាងសង់ Start វិញគឺនៅឆ្នាំ1963ហ្នឹងដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះប៉ុន្តែជាអកុសលពេលហ្នឹងដោយបញ្ហានយោបាយនៅក្នុងប្រទេសផងបញ្ហានយោបាយនៅក្នុងតំបន់ផងត្រូវបានផ្អាកឡើងវិញអត់បានធ្វើជាម្ចាស់ផ្ទះទេហើយសល់ពេលប្រហែលជាមួយឆ្នាំហ្នឹង Start បញ្ចប់ការសាងសង់ផ្នែកផ្សេងទៀតឲ្យចប់ជាស្ថាពរនៅឆ្នាំ1964ដូច្នេះហើយបានជាការបច្ឆេទវាផ្ទុយគ្នាត្រៀមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ1963ស្រាប់ដល់ពេលការបញ្ចប់សាងសង់ដែលយើងចំណាំកត់កំណត់ត្រាប្រវត្តិសាស្ត្រថាចប់នៅឆ្នាំ1964ទៅវិញដោយសារនៅឆ្នាំ63ហ្នឹងផ្នែកសំខាន់ផ្សេងមួយចំនួនដើម្បីទទួលសកម្មភាពកីឡាហ្នឹងគឺបានហើយប៉ុន្តែសកម្មភាពដូចជាសួនដូចជាផ្លូវឬក៏លបងអីមួយចំនួនហ្នឹងអត់បានចប់រួចរាល់ទេដូច្នេះត្រូវសម្អិតសម្អាងឲ្យរួចរាល់ជាស្ថាពរនៅឆ្នាំ1964ដូច្នេះហើយទើបគេយកការបច្ឆេទឆ្នាំកសាងនៅឆ្នាំ1962ហើយបញ្ចប់ការសាងសង់នៅឆ្នាំ1964អ្វីត្បិតតែ Start អត់បានទទួលធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ទេពេលហ្នឹងនៅឆ្នាំ63ហ្នឹងប៉ុន្តែនៅឆ្នាំ1966 Start បានទទួលធ្វើជាម្ចាស់ផ្ទះកីឡាល្បីមួយដែរកីឡា Ganefo មកពីពាក្យ Game of the New Imagine Force ខ្ញុំអាចអានមិនសូវត្រូវនៅឆ្នាំ1966ហ្នឹងកម្ពុជាបានទទួលសមាជិកអ្នកមកប្រកួតកីឡាហ្នឹងជាង60ប្រទេសដែលបានមកជាន់លើទឹកដីកម្ពុជាឬក៏ចូលមកដល់ Start ជាងឃើញមានមោទនៈប៉ុណ្ណឹងរាត្រីទឹកឃ្មុំបានរយៈពេលខ្លីពីឆ្នាំ62មកដល់70ប្រហែលជា8ឆ្នាំដែលថាល្អ Start ក្រោយមកនៅឆ្នាំ1970ដល់ឆ្នាំ1975សម័យសាធារណរដ្ឋខ្មែរដែលយើងចំណាំហៅខ្លីថាសម័យលន់ នល់
ចន្លោះឆ្នាំ1970ដល់ឆ្នាំ1973 Start ត្រូវបានក្លាយជាប្រទាយទ័ពហើយក្រោយពេលធ្វើរដ្ឋប្រហារភ្លាមពេលនោះ Start ជាកន្លែងប្រមូលផ្ដុំហ្វឹកហាត់ទ័ពជាកន្លែងដែលស្តុកឬក៏ទុកសម្ភារៈសឹកស្បៀងអាហារផ្សេងដើម្បីយកទៅធ្វើសង្គ្រាមនៅគោលដៅផ្សេងពីព្រោះពេលហ្នឹងបន្ទាប់ពីរដ្ឋប្រហារចប់ហ្នឹងកម្ពុជាអត់បានសន្តិភាពទេគឺត្រូវធ្វើសង្គ្រាមជាមួយនឹងវៀតណាមនិងយើងអាចនិយាយថាពួកខ្មែរក្រហមដែរពីព្រោះឯកសារវត្តសាស្ត្រខ្លះគឺបានបញ្ជាក់ថាវៀតណាមនិងខ្មែរក្រហមបានរួមដៃគ្នាវាយប្រទេសកម្ពុជាឬក៏ធ្វើសង្គ្រាមជាមួយនឹងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរហ្នឹងហើយសង្គ្រាមមកក្រុមទៀតជាមួយនឹងអ្នកដែលរត់ចូលព្រៃតស៊ូចូលព្រៃម៉ាគីដើម្បីសម្ដេចសីហនុអញ្ចឹងពេលហ្នឹងបន្ទាប់ពីរដ្ឋប្រហារចប់គឺសង្គ្រាមមានរហូតដល់3ផ្នែកទៅ Start ហ្នឹងคล้ายទៅជាមូលដ្ឋានទ័ពសំខាន់ដើម្បីដឹកស្បៀងដឹកគ្រឿងសព្វាវុធហ្នឹងទៅតាមតំបន់គោលដៅសង្គ្រាមផ្សេងចន្លោះឆ្នាំ1973ហើយដល់ឆ្នាំ75ហ្នឹង Start បានคล้ายទៅជាកន្លែងភៀសសឹកហើយជនភៀសសឹកហើយសម័យលន់នល់បាន12ឆ្នាំឯងចាប់ផ្ដើមមានអ្នកភៀសសឹកមកចូល Start ពីព្រោះតាមខេត្តមួយចំនួនដែលមានសង្គ្រាមឬក៏ខេត្តមួយចំនួនដែលរំដោះបានដោយពួកខ្មែរក្រហមហ្នឹងជាជនលោកដែលមានលទ្ធភាពឬមានសមត្ថភាពក្នុងការរត់មករាជធានីភ្នំពេញបានគឺលោកមកហើយ Start នឹងជាកន្លែងដែលស្នាក់នៅបដិសន្ធរបស់អ្នកភៀសសឹកទាំងនោះយើងឃើញថាមានរឿងល្អមួយដែរចំពោះ Start ចន្លោះឆ្នាំ70ដល់ឆ្នាំ72យើងបកក្រោយបន្តិចគឺ Start អ្វីត្បិតតែមានសង្គ្រាមក៏ប៉ុន្តែ Start បានមានសកម្មភាពកីឡាមួយដែលក្រុមសាធារណរដ្ឋខ្មែរក្រុមបាល់ទាត់សាធារណរដ្ឋខ្មែរទទួលពានរង្វាន់ AFC ASEAN Cup ឆ្នាំ1972អញ្ចឹងវាជាមោទនភាពរបស់ក្រុមកីឡាឬក៏របស់ចេញពីទីតាំងរបស់ Start ដែរហើយពេលនោះជាប់ចំណាត់ថ្នាក់លេខ4នៅអាស៊ីរៀងគួរសមដែរប៉ុន្តែមកដល់ឆ្នាំ74មកសកម្មភាពនៅ Start ហ្នឹងលែងមានហើយសកម្មភាពកីឡាគឺពីព្រោះខ្មែរក្រហមផ្លោងចូលពេញអញ្ចឹងហើយมันអាចជួបជុំគ្នានៅ Start បានទេព្រោះធ្វើខ្លាចខុសផ្លោងចូលមកដល់សម័យខ្មែរក្រហមឆ្នាំ1975ដល់ឆ្នាំ1979សម័យខ្មែរក្រហមជាស្គាល់ទូទៅឈ្មោះរបបជាផ្លូវការកម្ពុជាប្រជាធិបតេយ្យអ្នកខ្លះហៅរបបប៉ុលពតអីចឹងក្រោយថ្ងៃ17មេសាភ្លាមហ្នឹង Start បានក្លាយជាកន្លែងសម្រាប់មនុស្សហេតុអីពួកខ្មែរក្រហមបានបោកមន្ត្រីចាស់សម័យមុនគឺសម័យលន់នល់ថាឲ្យមកទទួលសម្ដេចឪតែតាមពិតយកមកសម្រាប់ចោលនៅ Start មានទាំងសម្រាប់ចោលនៅនឹងកន្លែងមានទាំងដឹកចេញយកទៅខេត្តផ្សេងដឹកយកទៅដាក់គុកអីហ្នឹងឯកសារ DC Camp លោកបានលម្អិតដែលចោទថាជាពួក CIA ឬក៏ពួកអីភ្នាក់ងារសម្ងាត់អីហ្នឹងត្រូវបានដាក់គុកហើយគឺចេញពីការបោកឲ្យមកជួបសម្ដេចឪនៅ Start ហ្នឹងអញ្ចឹងគាត់តែចង់បញ្ជាក់ថាចំណុចហ្នឹង Start ខ្លាយជាកន្លែងដែលខុសបំផុតជាកន្លែងដែលត្រូវសើចសប្បាយជាកន្លែងកីឡាតែបែរជាខ្លាយជាកន្លែងសម្រាប់មនុស្សនៅក្នុងសម័យប៉ុលពតទៅវិញនៅឆ្នាំ76ពួកខ្មែរក្រហមបានយក Start ជាកន្លែងហ្វឹកហាត់ទ័ពដើម្បីត្រៀមការពារភ្នំពេញពីព្រោះ
ពេញត្រូវបានជំនះមនុស្សចេញអស់ហើយប្រជាជនចេញអស់ហើយគឺត្រូវបានការពារពេញកុំឲ្យមានប្រជាជនចូលវិញអីចឹងហើយចន្លោះឆ្នាំ77 78ពួកខ្មែរក្រហមបានយក start ជាកន្លែងធ្វើកម្មវិធីព្យុហយាត្រាជាកន្លែងសម្ដែងក្បាច់គុណជាកន្លែងសម្ដែងសិល្បៈបដិវត្តដើម្បីអីដើម្បីអបអរប្រតិភូបរទេសនានាដែលមានប្លុកកុម្មុយនីដូចគ្នាហ្នឹងមានដូចជាចិនជាដើមប្រទេសកូរ៉េខាងជើងជាដើមហើយក៏ជាកន្លែងហ្វឹកហាត់ទ័ពជាកន្លែងអប់រំនយោបាយគឺធ្វើនៅ start ហ្នឹងហើយរៀងរាល់ថ្ងៃ17មេសារៀងរាល់ឆ្នាំ start ជាកន្លែងដែលធ្វើកម្មវិធីជួបជុំធំហើយមានការសម្ដែងសន្ទរកថាធំពីមេដឹកនាំកម្ពុជាមានដូចជាប៉ុលពតនិងនួនជាដើមហើយនៅឆ្នាំ78យើងឃើញមានសកម្មភាពកីឡាដែរប៉ុន្តែសកម្មភាពកីឡាហ្នឹងលក្ខណៈគ្រាន់តែសម្ដែងទេមិនមែនសកម្មភាពកីឡាដែលដើម្បីសុខភាពដើម្បីប្រទេសរីកចម្រើនប្រទេសសុខសប្បាយទេពេលឆ្នាំ78ហ្នឹងមានការធ្វើកីឡាហ្នឹងដើម្បីអបអរប្រទេសកុម្មុយនីសមកហ្នឹងគឺដើម្បីចង់អួតថាកម្ពុជានឹងមានប្រជាជនមានសុខភាពល្អមានភាពឧស្សាហ៍ព្យាយាមជាដើមហើយបន្ទាប់ពីភ្លាមហ្នឹងក៏คล้ายជាកន្លែងហ្វឹកហាត់ទ័ពទៀតដើម្បីធ្វើសង្គ្រាមពីព្រោះពេលហ្នឹងឆ្នាំ78អ្នកនយោបាយធំរបស់ខ្មែរក្រហមពិតជាដឹងហើយថាខ្លួនត្រូវបានចិត្តដួលរលំឬក៏មានបញ្ហាហើយដូច្នេះ start คล้ายជាកន្លែងហ្វឹកហាត់ទ័ពទៀតមិនមែនជាកន្លែងកីឡាទេក្រោយឆ្នាំ79ចូលមកដល់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាក្រោយថ្ងៃទី7ឬក៏ទី7ខែមករាឆ្នាំ79ទីក្រុងភ្នំពេញជាទីក្រុងខ្មោចហើយ start ដូចគ្នាត្រូវបានគេទុកចោលដូចតែគ្នាហ្នឹងប៉ុន្តែកំឡុងឆ្នាំ80ជាងយើងមានសកម្មភាពកីឡាឡើងវិញហើយពេលហ្នឹងរបបដឹកនាំដោយលោកតាហេងសំរិនលោកបានប្រមូលផ្ដុំអ្នកកីឡាចាស់ពីសម័យមុនមកបដិបដាយុវជនផ្នែកកីឡាឡើងវិញហើយមួយទៀតដែរចន្លោះឆ្នាំ80ជាងហ្នឹងមានសកម្មភាពធ្វើខួបអនុស្សាវរីយ៍7មករាធំមួយបំផុតនៅ start ហ្នឹងគឺការជួបជុំអបអរសាទរជ័យជំនះ7មករារបស់ខ្លួនគឺធ្វើដំបូងគឺនៅ start ហ្នឹងហើយក្រៅពីហ្នឹង start ក៏คล้ายជាកន្លែងអប់រំនយោបាយជួបជុំអប់រំនយោបាយថ្នាក់ដឹកនាំនយោបាយមួយចំនួនការធ្វើសន្និបាតយុវជនអីគឺធ្វើនៅ start ដូចគ្នាចូលមកដល់សម័យរដ្ឋកម្ពុជាចន្លោះឆ្នាំ89ដល់ឆ្នាំ90បាទនៅឆ្នាំ1989ដល់ឆ្នាំ1990 start คล้ายជាមជ្ឈមណ្ឌលកីឡាឡើងវិញហើយពីព្រោះបានបដិបដាពីឆ្នាំ80ជាងមកអញ្ចឹងយើងឃើញនៅតាមក្រសួងផ្សេងហ្នឹងមានក្រុមកីឡាបាល់ទាត់ហើយអញ្ចឹងមានការប្រកួតកីឡារវាងក្រសួងនិងក្រសួងហើយអញ្ចឹងសកម្មភាពកីឡាត្រូវបានមានភាពស្វិតស្វាញឡើងវិញហើយលក្ខណៈអន្តរជាតិហ្នឹងក៏មានដែរជាមួយនឹងប្រទេសវៀតណាមឬក៏សហភាពសូវៀតអីជាដើមយើងដឹងហើយថាកម្ពុជាឆ្នាំ80ជាងគឺមានជំនួយឬក៏មានការគ្រប់គ្រងតែពីប្លុកកុម្មុយនីសគឺវៀតណាមហើយនិងសហភាពសូវៀតចូលមកដល់ក្រោយបន្តិចនៅចុងឆ្នាំ80បាទដើមឆ្នាំមុនឆ្នាំ90គឺដំណាក់កាលចរចាទីក្រុងប៉ារីសហ្នឹងមុននឹងមានថ្ងៃ$23ឆ្នាំ91ហ្នឹងគឺ start ហ្នឹងคล้ายជាកន្លែងដែលជួបជុំមនុស្សដើម្បីធ្វើសកម្មភាពពង្រឹងស្មារតីនយោបាយស្មារតីជាតិនិយមអីជាដើមគឺធ្វើនៅ start ហ្នឹងចូលមកដល់សម័យអន្តរកាលគឺសម័យអ៊ុនតាក់ start คล้ายទៅជាកន្លែងដែលពិសេសមួយហេតុអីបានពិសេសពីព្រោះទៅទទួលអង្គការសហប្រជាជាតិ
សកម្មភាពអង្គការសហជីវជាតិនៅពេលហ្នឹង start ខ្លាយជាកន្លែងដាក់ភ័ស្តុភារជាកន្លែងដែលចតឡានបោះអន្តាក់ចតទាំងឡានចតទាំងឧទ្ធម្ភាគចក្រយើងសម័យមើលឡានសសជាច្រើនចូលទៅ start ដែលឡានសសដែលមានផ្លាក UN ហ្នឹងចូលទៅ start ហើយឧទ្ធម្ភាគចក្រក៏ចតនៅ start ហ្នឹងដើម្បីចេញធ្វើប្រតិបត្តិការទៅបណ្ដាខេត្តផ្សេងដើម្បីត្រៀមធ្វើការបោះឆ្នោតនៅឆ្នាំ93អញ្ចឹង start ពមៀញឹកប៉ុន្តែក្នុងអំឡុងពេលហ្នឹងមានកន្លែងកត់សម្គាល់មួយដែរ start ត្រូវរងការខូចខាតមួយចំនួនដែរពីព្រោះឡានធំហ្នឹងត្រូវបានចូលនៅបរិវេណ start ដូច្នេះដែលវាធ្ងន់វាធ្វើឲ្យបែកបាក់ផ្លូវឯមួយចំនួនគ្នាកំពុងចាស់ផងហើយត្រូវបានខូចខាតដោយសារឡានចូលតែទន្ទឹមនឹងហ្នឹងយើងក៏បានរៀបចំរដ្ឋាភិបាលថ្មីនៅឆ្នាំ93បានជោគជ័យដែរអញ្ចឹងstart ពេលហ្នឹងអត់មានសកម្មភាពកីឡាទេគឺពីព្រោះត្រូវរវល់ជាមួយនឹងការរៀបចំរដ្ឋាភិបាលថ្មីដោយអ៊ុនតាក់ដូច្នេះបានចប់សម័យអ៊ុនតាក់ចូលមកដល់ក្រោយឆ្នាំ93ដល់ឆ្នាំ98ពេលហ្នឹងបន្ទាប់ពីបានបោះឆ្នោតហើយមានរដ្ឋាភិបាលហើយអាណត្តិទី1 start ត្រូវបានដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំពេលហ្នឹងហើយនៅពាក់កណ្ដាលឆ្នាំ90ជាងហ្នឹងយើងឃើញ start ជារាមែនតើពីព្រោះនៅតាមកន្លែងអង្គុយហ្នឹងបាក់បែកមានដុះស្មៅព្រោះត្រូវបានទុកចោលហើយឯកសារខ្លះមានបង្ហាញទេថាឆ្នាំ80ជាងមានគ្រួសាររាជការមួយចំនួនបានមកស្នាក់នៅសំទោសឆ្នាំ90ជាងមានគ្រួសាររបស់មន្ត្រីរាជការមួយចំនួនគ្រួសារយោធាមួយចំនួនហ្នឹងបានស្នាក់នៅបន្ទប់ក្រោម start ហ្នឹងដែរអញ្ចឹងទៅកន្លែងដែលមជ្ឈមណ្ឌលកីឡាតែខ្លាយទៅជាផ្ទះអញ្ចឹងទៅវាមានការខូចខាតយ៉ាងខ្លាំងប៉ុន្តែក្រោយមកនៅឆ្នាំ1998បន្ទាប់ពីកម្ពុជាបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះបានន័យថាខ្មែរក្រហមដួលរលំទៅលែងមានភាគីណាគ្រប់គ្រងប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយហ្នឹងយើងចាត់ទុកថាចប់លែងមានសង្គ្រាមហើយឆ្នាំ98ពេលហ្នឹងរដ្ឋាភិបាលថ្មីហ្នឹងបានឲ្យមានការវិនិយោគទៅក្រុមហ៊ុន Yunta Group ដែលជាក្រុមហ៊ុនរបស់តៃវ៉ាន់ពេលហ្នឹងគឺឲ្យក្រុមហ៊ុនតៃវ៉ាន់ហ្នឹងបានរៀបចំបរិវេណដីលុបបឹងលុបអីដើម្បីឲ្យមានសភាពស្មើព្រោះបឹងនៅកណ្ដាលក្រុងហើយវាត្រូវការដោះដូរដើម្បីមានលុយធ្វើ start អញ្ចឹងត្រូវវិនិយោគឲ្យទៅក្រុមហ៊ុនតៃវ៉ាន់ហ្នឹងព្រោះយើងដឹងហើយទុនរបស់ជាតិមានកម្រិតមែនតែននៅសម័យហ្នឹងអញ្ចឹងផ្ទៃដីប្រហែលជា13ហិកតាផ្នែកខាងជើងនិងផ្នែកខាងលិចត្រូវបានរៀបចំឲ្យស្អាតមានផ្ទៃស្មើអីចឹងលែងមានបឹងមានអីហើយយើងឃើញចន្លោះឆ្នាំ2001 2002ហ្នឹងមានសភាពល្អហើយលែងមានបឹងក្លិកក្លុកអីទៀតហើយគឺដីស្មើហើយប៉ុន្តែចន្លោះឆ្នាំ2002ដល់2005ហ្នឹងផ្ទះសំណង់ផ្សេងហ្នឹងត្រូវបានដុះដាលឡើងនៅផ្លូវតាមផ្លូវសេនុផ្លូវមនីរ៉េតអីហ្នឹងជុំវិញ start ហ្នឹងចាប់ផ្ដើមមានវត្តមានផ្ទះល្វែងហាងលក់អីហើយមកដល់ឆ្នាំ2007ក្រុមហ៊ុនតៃវ៉ាន់ហ្នឹងបានផ្ទេរសិទ្ធិទៅក្រុមហ៊ុនកាណាឌាគោរពយើងស្គាល់ថាក្រុមហ៊ុនកាណាឌាហ្នឹងចាប់ផ្ដើមវិនិយោគបន្តម្ដងយើងឃើញមានការប្រែប្រួលថ្មីឯពេលហ្នឹងហើយរឿងមោទនភាពមួយរបស់ start ដែររឿងរីករាយរបស់ start មួយដែរនៅឆ្នាំ2007ហ្នឹងstart បានទទួលកិត្តិយសធំដោយសារមានអង្គការកីឡាបាល់ទះជនពិការពិភពលោកដែល World Para Volleyball បានប្រពៃពិធីពានរង្វាន់ពិភពលោកនៅ start អូឡ িম্প ិកហ្នឹងហើយជាលើកទី1ដែល start
ឬក៏ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅកីឡាលំដាប់អន្តរជាតិហើយទៅធំបំផុតក្នុងរយៈពេល40ឆ្នាំចុងក្រោយហ្នឹងបន្ទាប់ពីឆ្នាំ1966មកគឺនៅឆ្នាំ2007ហ្នឹងដែលលក្ខណៈពិភពលោកដែល start បានធ្វើកម្មវិធីហើយនៅឆ្នាំ2009យើងឃើញមានវត្តមានផ្សារទំនើបមួយនៅក្នុងដីដែលរដ្ឋាភិបាលឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍហ្នឹងគឺយើងស្គាល់ហើយ City Mall នៅជ្រុងខាងលិចឈៀងខាងជើងហើយនៅចន្លោះឆ្នាំ2013ដល់ឆ្នាំ2018យើងឃើញមានអគារខ្ពស់ៗអគារ condo អគារសន្តាគារផ្សារទំនើបអូឡាំព្យាគឺបានរីកដុះដាលឡើងរួមទាំងមានអគារការិយាល័យផងហើយខ្ញុំសង្កេតឃើញមានមូលដ្ឋានកងរាជអាវុធហត្ថ7មករាមួយស្អាតនៅក្នុងផ្ទៃដីនឹងដែរគួរឲ្យសរសើរដូច្នេះយើងឃើញថា Start Olympic ជាពហុកីឡដ្ឋានមួយឬក៏ជាទីតាំងមួយដែលមានសោភ័ណភាពស្រស់ស្អាតហើយមនោរម្យវាមានសារៈសំខាន់ណាស់សម្រាប់រាជធានីភ្នំពេញវាប្រៀបដូចជាសួតរបស់រាជធានីភ្នំពេញអញ្ចឹងសម្រាប់មនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃរាប់ពាន់អាចថារាប់ម៉ឺននាក់ផងដែលមានសកម្មភាពកីឡាមានការជួបជុំមកអង្គុយមកកំសាន្តហើយព្រឹត្តិការណ៍ធំព្រឹត្តិការណ៍ថ្នាក់ជាតិអន្តរជាតិបុណ្យជាតិអីគឺធ្វើនៅ Start អ្វីត្បិតតែផ្ទៃដីមួយចំនួនត្រូវបានអភិវឌ្ឍមែនប៉ុន្តែអគារខ្ញុំឃើញមានការសាងសង់ទុកលំហូរខ្យល់អីពិតមែនហើយវាប៉ះពាល់มันមានលំហូរខ្យល់បានល្អដោយកាដីវាប៉ុន្តែយ៉ាងណាលក្ខណៈបច្ចេកទេសឃើញមានទុកលំហូរខ្យល់រវាងចន្លោះអគារពីមួយទៅមួយដែរដែលនៅតែមានខ្យល់អញ្ចឹងអ្នកដែលបានដើរទៅហាត់ប្រាណគឺនៅតែមានខ្យល់នៅតែមានបរិយាកាសដែលល្អខ្ញុំនិយាយនេះមិនមែនអ្នកដែលលោកមិនសប្បាយចិត្តថាលើកជើងអីប៉ុន្តែយើងទៅខ្លួនទាំងចិត្តទាំងកាយយើងបានទៅហ្នឹងគឺកន្លែងដែលល្អកន្លែងដែលមនោរម្យមែនទែនដែល Start ជាមោទនភាពល្អមួយសម្រាប់ Start ហើយក្រៅពីហ្នឹងមានសកម្មភាពបដិបដាលកីឡាហ្នឹងច្រើនមែនទែនខ្ញុំមិនស្គាល់អស់ទេមានពាក់ព័ន្ធមួយបាល់ហ្នឹងបាល់ទាត់បាល់ទះបាល់បោះវាយកូនបាល់ហែលទឹកបោះប៊ូក្បាច់គុណគឺមាននៅ Start ហ្នឹងគឺច្រើនហើយមានកីឡាផ្សេងទៀតដែលខ្ញុំអត់ស្គាល់ទេគឺមានបដិបដាលនៅ Start ហ្នឹងហើយដូច្នេះសរុបមក Start ជាមរតកមួយដែលមានតម្លៃទាំងផ្នែកស្ថាបត្យកម្មទាំងផ្នែកប្រវត្តិសាស្ត្រស្ថាបត្យកម្មគួរឲ្យសរសើរមែនទែនដែល Start ដែលជញ្ជាំងដែលអាចចូលខ្យល់បានហើយមិនចូលទឹកបានគឺកន្លែងដែលខ្ញុំស្ងើចសរសើរបំផុតពីព្រោះជញ្ជាំងលោកចេះសង់ដោយផ្អោបរវាងបន្ទះត្រីកោណ2ប្រជ្រះគ្នាដែលខ្យល់ចូលបានប៉ុន្តែភ្លៀងសាចមកទឹកចូលបានទេហើយផ្ទៃដែលអត់មានត្រតសហ្នឹងគឺវែងលយចេញដែលបច្ចេកទេសសម័យឆ្នាំ60ជាងគឺល្អមែនទែនហើយពណ៌ Start ដែលមានពណ៌មាសនោះចាប់ពីពេលដែលសាងសង់រហូតមកដល់ឥឡូវអាយុមើលបើយើងគិតពីឆ្នាំ1960ជាងមកដល់ឥឡូវប្រហែល40 បូក20គឺ60ជាងឆ្នាំហើយគឺនៅតែពណ៌មាសដដែលហើយមិនគេជួសជុលក្រោយទើបគេដាក់ពណ៌មាសទេពណ៌មាសហ្នឹងមានតាំងពីសម័យមុនម៉េះយើងធ្លាប់ឃើញរូបភាពចាស់ៗគឺពណ៌របស់ដំបូល Start កន្លែងវេទិកាធំគឺល្អមែនទែនហើយយើងចូលទៅខាងក្នុងហ្នឹងគឺមានទឹកមានត្រីដែលជាចំហាយត្រជាក់ខ្ញុំបានចូលប្រហែលជា2ដងដែរនៅក្នុងហ្នឹងសំណង់គួរឲ្យសរសើរយើងឃើញតូចប៉ុន្តែយើងចូលទៅខាងក្នុងមានបន្ទប់ផ្សេងច្រើនដូចជា3ជាន់ឬក៏4ជាន់នេះខ្ញុំមិនច្បាស់ហើយកន្លែងអង្គុយហ្នឹងគឺអាក្រោយកៅអីយើងមានប្រឡោះខ្យល់ដែលដូចដង្ហាលចឹង
ព្រោះវានៅខ្ពស់ខ្យល់ចូលមកដូចផ្លុំខ្នងយើងពីក្រោយយើងអត់ចាំបាច់ប្រើដង្ហើមហើយជាបច្ចេកទេសដែលគួរឲ្យសរសើរបំផុតខ្ញុំមិនមែនជាវិស្វករប៉ុន្តែខ្ញុំឃើញភាពល្អហ្នឹងគឺសូមសរសើរសូមជាទីមោទនៈសម្រាប់សប្បយករខ្មែរសម័យហ្នឹងដូច្នេះសរុបមក start នៅតែជាកន្លែងដែលល្អដូច្នេះសូមជួយថែរក្សាសម្រាប់ការចោលសម្រាមយើងមិនមានអីរួមចំណែកធំគ្រាន់តែយើងមិនចោលសម្រាមគ្រាន់តែយើងមិនបត់ជើងតូចព្រោះយើងបត់ជើងតូចទេផ្ដាស់ទៅធ្វើឲ្យសំណង់ឬក៏ដែកនឹងវាឆាប់ពុកឆាប់ផុយអញ្ចឹងយើងចូលរួមថែរក្សាទាំងអស់គ្នាដើម្បីប្រទេសយើងស្អាតទីក្រុងយើងស្អាតទាំងអស់គ្នាសូមអរគុណហើយបើមានកំហុសខុសឆ្គងសូមមេត្តាអធិស្ឋានសូមជម្រាបលាចាំមើលវាឲ្យបង្ហាញហើយមកđấy